បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពី Toyota Prius មួយគ្រឿងដែលមានបញ្ហាដុំ ABS បាទឡាននេះ Prius ឆ្នាំ07គាត់មានបញ្ហាដុំ ABS ហើយយកមកជួសជុលហើយពេលនេះយើងបានដោះរួចហើយបាទបានដោះចេញពីឡានរួចហើយណាបាទឃើញថាឡានគាត់នៅថ្មីដុំ ABS ក៏ជាអត់ទាន់ធ្លាប់មានការប៉ះពាល់ដែរប៉ុន្តែឥឡូវវាមានបញ្ហាខូចហើយបាទហើយយើងដោះដុំបំបែកចេញមកមើលបាទនេះដុំគាត់បាទដុំគាត់យើងដោះបំបែកចេញមកបាទនេះជាដុំតារាចែកប្រេងបាទនេះជាបដាងបាទបដាងនៅក្នុងដុំបាទកន្លោះនេះបាទដុំនេះហើយនេះវាជាមកជុលបូមប្រេងបាទចូលបូមប្រេងហ្នឹងក៏វានៅក្នុងនេះដែរបាទនៅក្នុងប្រហោងនេះបាទវាមាន2បាទមកជុលបូមប្រេងនេះវាមាន2ហើយវាមានបដាងនេះ1បាទមាន sensor មាន motor បាទmotor នេះយើងដោះចេញមកយើងឆែកឡើងវិញទាំងអស់បាទរាល់ការដោះជួសជុលគឺខ្ញុំឆែកឡើងវិញទាំងអស់តាំងពីខ្ជូងតាំងពីអីចឹងណាតាំងពីខ្ជូងតាំងពីដាងតាំងពីអីផ្សេងឆែកមើលខ្ជូងមើលស្ពាន់មើលអីឡើងវិញទាំងអស់បាទនេះជាបត់ខ្មៅដែលជាប់ដុំ ABS ហ្នឹងណាបាទដល់បត់ខ្មៅជាប់ដុំ ABS ហ្នឹងក៏យើងដោះចេញមកបំបែកចេញមកទាំងអស់យើងរួមថាអត់មាននៅសល់អីទេបាទបំបែកតិចទីទាំងអស់ចឹងណាបាទហើយទាំងអស់សិតដុំ ABS ដែលជួសជុលខ្លះក៏ជួសជុលទៅមុខលេខបានយើងក៏ធ្វើការកាប់សាច់ដោះដូរគ្រឿងបាទនេះជាគ្រឿងរបស់Prius 10បាទខាងខ្ញុំក៏មានទទួលជួសជុលដែរPrius 10បងប្អូនអាចយកមកជួសជុលបានបើសិនមានបញ្ហាបាទមានគ្រឿងកាប់សាច់មានគ្រឿងដោះដូរអីចឹងណាបាទនេះជា ECU បទបញ្ជារបស់Prius 10បាទបងប្អូនត្រូវការជួសជុលខ្ញុំមានទទួលជួសជុលបាទរាល់ការទទួលជួសជុល motor អីខ្ញុំឆែកឡើងវិញអីឡើងវិញទាំងអស់ចឹងណាកុំឲ្យមានបញ្ហាអញ្ចឹងឲ្យយើងយកទៅគឺប្រើបានស្រួលអញ្ចឹងណាបាទហ្នឹងហើយបងប្អូនអរគ្នាបើសិនជាបងប្អូនត្រូវការជួសជុលអាចតាក់ទងមកខ្ញុំបានណាអរគុណច្រើនបងប្អូនអរគុណច្រើន